បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងបានមកដល់ប្រាសាទមួយទៀតហើយប្រាសាទនេះគឺមានឈ្មោះថាប្រាសាទស្ដេចសោយដោះដែលស្ថិតនៅក្នុងឃុំព្រៃគ្រីស្រុកជលគិរីខេត្តកំពង់ឆ្នាំងហើយប្រាសាទនេះដែរគឺនៅលើកំពូលភ្នំស្ដេចសោយដោះតែម្ដងហើយយើងមើលទៅស្ថានភាពប្រាសាទនេះគឺទ្រុឌទ្រោមខ្លាំងមែនទែនប៉ុន្តែនៅមានគ្រឹះប្រាសាទដែលជាទឹកតាងថានៅទីនេះគឺពិតជាមានប្រាសាទបុរាណពិតមែនអញ្ចឹងអ្នកដឹងបានដឹងអ្នកមិនដឹងគឺមិនដឹងនោះទេដោយសារតែតតែអ្នកចូលចិត្តខាងប្រាសាទទើបដឹងថាទីនេះមានប្រាសាទបុរាណហើយទេសភាពនៅទីនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងបើសិនជាបងប្អូនណាដែលចូលចិត្តខាងប្រាសាទបុរាណសូមកុំភ្លេចមកទស្សនាប្រាសាទភ្នំស្ដេចសោយដោះនេះផងអរគុណច្រើនបាទសម្រាប់ប្រាសាទនេះផងដែរបើយើងមើលទៅគឺអាចសន្និដ្ឋានថាកសាងនៅក្នុងសម័យចេនឡាអញ្ចឹងប្រាសាទនេះគឺជាប្រាសាទឥដ្ឋអញ្ចឹងយើងមើលទៅគឺនៅសល់តែគ្រឹះទេហើយចំណែកខ្លោងទ្វារផ្តែរប្រហែលជាអាចធ្វើអំពីថ្មភក់ដោយសារតែឃើញមានកលឹះទ្វារថ្មភក់ឃើញនៅសល់មកផ្ទាំងដែរនៅខាងក្រោមបន្តិចព្រៃអាស័យនៅភ្នំស្ដេចសោយដោះស្រុកជលគិរីខេត្តកំពង់ឆ្នាំងអានេះបើសិនជាមកខែវស្សាគឺស្អាតពីមុនមកម្ដងដែរគឺខែវស្សា